ក្នុងវ័យត្រឹមតែជាង30ឆ្នាំលោកលេងនវត្រាបានឡើងរិស័យខ្ពស់ត្រដែតសឹងមិនគួរឲ្យជឿលោកជាអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងកាលពីជិត10ឆ្នាំមុនក៏ប៉ុន្តែពេលនេះលោកបានក្លាយជាអ្នកជំនួញដ៏លេចធ្លោម្នាក់ដែលមានងារជាអ្នកអង្គការមជ្ឈដ្ឋានមួយចំនួនបានកោតសរសើរលោកលេងនវត្រាដែលបានក្លាយខ្លួនជាសេដ្ឋីវ័លលៀនទាំងវ័យក្មេងអ្នកខ្លះថែមទាំងបានហៅលោកថាជាអង្គការសប្បុរសទៀតផងពីព្រោះលោកបានបរិច្ចាគថវិការាប់លានដុល្លារដល់រដ្ឋាភិបាលដើម្បីទប់ទល់ទៅនឹងគ្រោះមហន្តរាយប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ការស្ដារឡើងវិញក្រោយវិបត្តិជំងឺឆ្លងជាសកលនិងកិច្ចការមនុស្សធម៌ដទៃទៀតក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះមជ្ឈដ្ឋានមួយចំនួនជឿជាក់ថាទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់នោះមិនមែនជារបស់អង្គការវ័យក្មេងរូបនេះឡើយហើយលោកទំនងជាអ្នកឈរឈ្មោះរកស៊ីឲ្យគេដើម្បីបំភាន់ភ្នែកសាធារណជនតែប៉ុណ្ណោះការវិតម្លៃបែបនេះគឺផ្អែកទៅលើអង្គហេតុពីរសំខាន់គឺការកើនឡើងដ៏ឆាប់រហ័សនៃទ្រព្យសម្បត្តិនិងឥទ្ធិពលរបស់លោកលេងនវត្រាមានអាយុ34ឆ្នាំនិងមានឈ្មោះពិតថាលេងភក្ត្រាលោកមានស្រុកកំណើតនៅភូមិត្រពាំងសាឡាឃុំឈើកាច់ស្រុកបាភ្នំខេត្តព្រៃវែងនិងមានបងប្អូនចំនួន5នាក់ឪពុករបស់លោកគឺជាអ្នករែកដីតាមភូមិហើយម្ដាយរបស់លោកវិញបានស្លាប់ពេលលោកកំពុងធ្វើការងារជាពលករនៅប្រទេសកូរ៉េលោកអះអាងថាគ្រួសាររបស់លោកក្រីក្ររកតែបាយហូបមិនគ្រប់ហើយលោកបានឈប់រៀនត្រឹមថ្នាក់ទី9ដើម្បីជួយរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារខ្ញុំមានឪពុកឈ្មោះឡុងយឿនមុខរបរជាអ្នករែកដីម្ដាយឈ្មោះប៉ែនងឿនបានស្លាប់ចោលនៅពេលដែលខ្ញុំបានទៅធ្វើការនៅពលករកូរ៉េបាន2ឆ្នាំបងប្អូនខ្ញុំមាន5នាក់គ្រួសារខ្ញុំក្ររហូតរកបាយហូបមិនគ្រប់ចំណែកខ្ញុំជួយរែកដីឪពុកតាំងពីអាយុ12ឆ្នាំដើម្បីដោះស្រាយការហូបចុកហើយក៏មិនមានឱកាសទទួលបានការអប់រំខ្ពស់នោះដែរលោកលេងនវត្រាបានទៅធ្វើការងារជាពលករនៅប្រទេសកូរ៉េខាងត្បូងចន្លោះពីឆ្នាំ2010ដល់ឆ្នាំ2014ដែលនៅទីនោះលោកក៏ធ្លាប់ជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិម្នាក់ផងដែរទោះជាយ៉ាងណាជីវិតរបស់លោកបានផ្លាស់ប្ដូរយ៉ាងលឿនរហ័សក្រោយពីលោកបានវិលមកកម្ពុជាវិញនៅឆ្នាំ2014លោកលេងនវត្រាអះអាងប្រាប់អ្នកសារព័ត៌មានថាលោកមានបានមកដល់សប្តាហ៍ថ្ងៃនេះគឺដោយសារត្រូវប៉ាន់ដីហើយកាក់កបក្នុងចំនួនដីឡូផ្ទះល្វែងនិងបូរីលោករៀបរាប់ថានៅក្នុងឆ្នាំ2014លោកមានលុយត្រឹមតែ$11,000ប៉ុណ្ណោះហើយលោកបានខ្ចីលុយធនាគារបន្ថែមដើម្បីបង្ក្រប់ទិញដីមួយកន្លែងនៅម្ដុំចោមចៅក្នុងតម្លៃជាង$40,000លោកបន្តថាជិត1ឆ្នាំក្រោយមកលោកលក់ដីនោះវិញបានលុយចំនួន$12,000ពោលគឺលោកចំណេញបានចំនួន$80,000លោកថ្លែងទៀតថាលុយចំណេញនេះលោកបានយកទៅទិញដីពុះឡូនិងសាងសង់ផ្ទះល្វែងលក់បន្តទៀតរហូតដល់ឆ្នាំ2018ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់$20 លានក្រោយឆ្នាំ2018លោកលេងនវត្រាមិនបានទម្លាយអំពីទ្រព្យសម្បត្តិរបស់លោកជាសាធារណៈទៀតនោះទេក៏ប៉ុន្តែវាទំនងជាកើនឡើងច្រើនទៀតពីព្រោះលោកបានពង្រីកមុខជំនួញកាន់តែធំនិងច្រើនវិស័យបច្ចុប្បន្ននេះលោកលេងនវត្រាមានឈ្មោះជាម្ចាស់អាជីវកម្មជាច្រើនមុខក្នុងនោះរួមមានបូរីលេងនវត្រាផលិតកម្ម Galaxy នវត្រាផ្សារកសិផលធម្មជាតិលេងនវត្រាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលេងនវត្រានិងគម្រោងក្រុងរណបឆៃណាប៉ោយប៉ែតជាដើមលោកលេងនវត្រាចាប់ផ្ដើមលេចមុខមាត់ខ្លាំងក្រោយលោកទទួលបានងារជាអង្គការនៅឆ្នាំ2018និងជាអ្នកអង្គការនៅឆ្នាំ2021លោកមានរថយន្តទំនើបម៉ាកល្បីៗប្រមាណ10គ្រឿងដូចជា Rolls-Royce, Lamborghini, Porsche និង Bentley ព្រមទាំងឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនមួយគ្រឿងទៀតដែលសរុបជាទឹកប្រាក់រាប់សិបលាន$សារព័ត៌មានក្នុងស្រុកមួយចំនួនបាននាំគ្នាបង្កើតមាតិកាព័ត៌មានពិសេសដោយឡែកផ្ដោតទៅលើជីវិតហ៊ឺហាមុខជំនួញនិងសកម្មភាពមនុស្សធម៌របស់លោកលេងនវត្រាជាមួយគ្នានេះចំនួនដីធ្លីនិងអចលនទ្រព្យរបស់លោកបានរីកសាយភាយស្ទើរគ្រប់រាជធានីខេត្តជាពិសេសគម្រោងដីឡូនិងបូរីងាកទៅផលិតកម្មចម្រៀង Galaxy ដែលលោកបានបង្កើតឡើងកាលពីឆ្នាំ2016នោះវិញផលិតកម្មថ្មីថ្មោងមួយនេះបានស្រូបយកអ្នកចម្រៀងលំដាប់ជួរមុខជាច្រើនអ្នកក្នុងនោះមានទាំងលោកព្រាបសវត្ថម្នាក់ផងដែររីឯបុគ្គលល្បីៗមួយចំនួនទៀតក៏បាននាំគ្នាមកបណ្ដាក់ទុនរកស៊ីជាមួយលោកលេងនវត្រាផងដែរជាងនេះទៅទៀតបងប្អូនរបស់លោកចំនួន3នាក់បានទទួលងារជាអង្គការព្រមគ្នានៅខែមករាឆ្នាំ2021ហើយមួយខែក្រោយមកទៀតក្មួយប្រសាររបស់លោកម្នាក់ក៏បានក្លាយជាអ្នកអង្គការផងដែរគិតជាសរុបគ្រួសាររបស់លោកលេងនវត្រានៅពេលនេះមានងារជាអ្នកអង្គការនិងអង្គការចំនួន5នាក់ហើយ
អ្វីដែលសាធារណជនចាប់អារម្មណ៍ខ្លាំងបំផុតចំពោះលោកលេងនវត្រានោះគឺការបរិច្ចាគលុយម្ដងរាប់លានដុល្លារគិតដោយត្រួសក្នុងរយៈពេលជាង2ឆ្នាំចុងក្រោយនេះលោកលេងនវត្រាបានបរិច្ចាគលុយតិចបំផុតចំនួនជិត15លានដុល្លារក្នុងនោះប្រមាណ10លានដុល្លារសម្រាប់រដ្ឋាភិបាលលោកហ៊ុនសែនជិត4លានដុល្លារសម្រាប់កាកបាទក្រហមកម្ពុជាដឹកនាំដោយអ្នកស្រីប៊ុនរ៉ានីហ៊ុនសែននិងជិតកន្លះលានដុល្លារទៀតសម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ភរិយាលោកហ៊ុនម៉ាណែតនេះមិនទាន់រាប់បញ្ចូលលុយរាប់សែនដុល្លារផ្សេងទៀតដែលលោកបានបរិច្ចាគនៅមុនឆ្នាំ2020ព្រមទាំងលុយដែលលោកបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផានិងការងារមនុស្សធម៌មួយចំនួនទៀតនៅឡើយទេនៅក្នុងរយៈពេលដូចគ្នានេះគេមិនឃើញមានអុកញ៉ាឬឈ្មួញធំណាម្នាក់បរិច្ចាគលុយដល់រដ្ឋាភិបាលលោកហ៊ុនសែនច្រើនជាងលោកលេងនវត្រានោះទេសូម្បីតែមហាសិទ្ធិលំដាប់កំពូលនៅកម្ពុជាដូចជាលោកគិតមេងជាដើមនោះក៏បរិច្ចាគតិចជាងនេះដែរម្យ៉ាងវិញទៀតលោកលេងនវត្រាច្រើនតែដឹកមុខគេនៅក្នុងការប្រកាសបរិច្ចាគទៅកាន់រដ្ឋាភិបាលលោកហ៊ុនសែនជាពិសេសទៅទៀតនោះលុយបរិច្ចាគប្រមាណ6លានដុល្លារលោកផ្ដល់ឲ្យជាសាច់ប្រាក់សុទ្ធគឺក្រដាស$100កទាំងដុំអនុប្រធានគណៈបកសង្គ្រោះជាតិលោកអេងឆៃអៀងដែលធ្លាប់ធ្វើជាតំណាងរាស្ត្រចំនួន3អាណត្តិនោះមានប្រសាសន៍ថាវាមិនអាចទៅរួចឡើយដែលពលករមួយរូបคล้ายខ្លួនជាសេដ្ឋីផ្លូវបែបនេះលោកថ្លែងថាមុខចំនួនផ្នែកអចលនទ្រព្យនិងដីធ្លីមានអុកញ៉ានឹងអ្នកចំនួនជាច្រើនទៀតរកស៊ីមុនលោកលេងនវត្រាទៅទៀតគណៈផលិតកម្មចម្រៀងវិញមិនទំនងជាអាចផ្ដល់ប្រាក់លោកអេងឆៃអៀងជឿជាក់ថាក្នុងបរិបទប្រទេសកម្ពុជាដែលសម្បូរដោយអំពើពុករលួយនិងការធ្វើជំនួញមិនសុចរិតនោះលោកលេងនវត្រាអាចគ្រាន់តែជាបុគ្គលដើរតួរកស៊ីជំនួសឲ្យអ្នកផ្សេងដែលជននោះទំនងជាមនុស្សមានអំណាចបំផុតនៅស្រុកខ្មែរគឺគ្រួសាររបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនបើសិនជាអ្នកនឹងគាត់រកបានដោយស្រួលដោយអត់មានអីហ្នឹងច្បាស់ជាអ្នករស់ស៊ីតិចទៀតហ្នឹងគេត្រូវខ្លំមើលឲ្យព្រោះធម្មតាអ្នកដែលគ្មានលហកនឹងវាអត់មានបង្អែកវាអត់មានពាក់ព័ន្ធជាមួយគ្រួសារលោកហ៊ុនសែនទេច្បាស់ជាអ្នកនឹងក៏លំបាកដែរណាអានេះបើយើងនិយាយស្រុកខ្មែរណាទោះបីគាត់ចង់រៀបចំជិតឆាបបែបម៉េចក៏គេមិនអាចជឿបានទេបើចង់ឲ្យគេជឿបានតែគាត់ដាក់ខ្លួនឲ្យគេធ្វើការស៊ើបអង្កេតឲ្យឯករាជ្យទៅឲ្យដឹងថាតើប្រគល់ពិតគាត់មកពីណាណាចំណែកស្ថាបនិកចលនាមេដាធម្មជាតិលោក Alejandro Gonzalez Davidson វិញលោកថ្លែងថាមុខជំនួញរបស់លោកលេងនវត្រាមានចំណុចមិនប្រក្រតីនិងគួរឲ្យសង្ស័យច្រើនលោកថាទី1ក្រុមហ៊ុននេះជាក្រុមហ៊ុនក្នុងស្រុកនិងធ្វើជំនួញតែនៅក្នុងប្រទេសកម្ពុជាប៉ុន្តែបែរជាមានលុយវ៉ាលានដុល្លារខណៈពលរដ្ឋខ្មែរជាច្រើនមានជីវភាពក្រីក្រជាពិសេសទៅទៀតក្នុងពេលដែលកម្ពុជារងផលប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺ Covid-19 លោកលេងនវត្រាបែរជាមានលទ្ធភាពផ្ដល់លុយដល់រដ្ឋាភិបាលរាប់លានដុល្លារទៅវិញលោកជឿជាក់ថាលោកលេងនវត្រាប្រកាសជាកំពុងឈរឈ្មោះរកស៊ីនិងលាងលុយកខ្វក់ឲ្យអ្នកមានអំណាចកំពូលនៅកម្ពុជាដែលគ្មានអ្នកណាផ្សេងក្រៅពីគ្រួសារលោកហ៊ុនសែនឡើយមានន័យថានវត្រាឈរឈ្មោះឲ្យតពលហ៊ុនដែលសម្បូរលុយខ្មៅសម្បូរលុយកខ្វក់ដែលមកពីសកម្មភាពខុសច្បាប់គាត់វិនិយោគលើវិស័យនេះវិស័យនោះខូចពីបានវិនិយោគហ្នឹងគាត់យកអាលុយហ្នឹងចំណេញពីក្រុមហ៊ុនឬក៏ចំណូលហ្នឹងយកទៅផ្ញើទៅការប្រទេសហើយនៅពេលដែលប្រទេសទី2ប្រទេសទី3សួរតាប្រភពថវិកាហ្នឹងមកពីណាគាត់ឆ្លើយថាខ្ញុំវិនិយោគក្នុងក្រុមហ៊ុននេះវិនិយោគក្នុងវិស័យនេះវិស័យនោះអាហ្នឹងគឺជាវិធីមួយដែលគេនិយមធ្វើនៅក្នុងប្រទេសប្រជាការដែលសម្បូរអំពើពុករលួយនិងសម្បូរលុយកខ្វក់អំឡុងឆ្នាំ2021ពេលដែលប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសកំពុងជួបការលំបាកផ្នែកជីវភាពនោះលោកលេងនវត្រាបានបរិច្ចាគលុយឲ្យរដ្ឋាភិបាលលោកហ៊ុនសែនកាកបាទក្រហមនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកហ៊ុនសែនសរុបជាង13លានដុល្លារនៅក្នុងនោះលុយចំនួនជាង5លានដុល្លារគឺជាសាច់ប្រាក់សុទ្ធសម្រាប់ប្រទេសដែលមានប្រព័ន្ធច្បាប់រឹងមាំលុយបរិច្ចាគរាប់លានដុល្លារជាសាច់ប្រាក់បែបនេះនឹងគេចមិនផុតពីការចោទសួរពីសំណាក់ស្ថាប័នជំនាញរបស់រដ្ឋាភិបាលឬសភារបស់ប្រទេសនោះឡើយពីព្រោះគេបារម្ភថាលុយនេះអាចជាលុយកខ្វក់ដែលបានមកពីអំពើទុច្ចរិតហើយកំពុងត្រូវបានលាងសម្អាតក្រោមរូបភាពជាជំនួយមនុស្សធម៌ក៏ប៉ុន្តែសម្រាប់រដ្ឋាភិបាលលោកហ៊ុនសែនវិញករណីបែបនេះមិនត្រូវបានត្រួតពិនិត្យនោះទេអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកសុកអេសានអះអាងថារដ្ឋាភិបាលកម្ពុជាក្តាប់បានសភាពការនៅក្នុងប្រទេសដូច្នេះមិនមានអ្វីត្រូវបារម្ភអំពីប្រភពលុយដែលលោកលេងនវត្រាបានបរិច្ចាគនោះឡើយលោកបកស្រាយបន្ថែមថាការបរិច្ចាគជាសាច់ប្រាក់សុទ្ធបែបនេះគឺជាការជួយសម្រួលដល់រដ្ឋាភិបាលទៅវិញទេ
បើឲ្យលុយសែកទៅរាជរដ្ឋាភិបាលគង់តែរាជរដ្ឋាភិបាលយកលុយសែកទៅបើកនៅធនាគារឲ្យយកទៅចាយវាជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះនឹងដែរដដែលទេអញ្ចឹងគេចង់សម្រួលការងារឲ្យរាជរដ្ឋាភិបាលគេយកលុយទាំងសាច់ប្រាក់នឹងទៅជូនរាជរដ្ឋាភិបាលដើម្បីរាជរដ្ឋាភិបាលចាត់ចែងសាច់ប្រាក់នឹងដល់ដៃប្រជាពលរដ្ឋតែម្ដងដោយមិនបាច់ឆ្លងកាត់ប្រព័ន្ធធនាគារនាំឲ្យយឺតយូរទេបាទពាក់ព័ន្ធទៅនឹងរឿងនេះដែរលោកលេងនវត្រាបានចេញមកបដិសេធរាល់ការចោទប្រកាន់ទាំងឡាយដែលថាលោកកំពុងរកស៊ីលាងលុយកខ្វក់និងមានអ្នកមានអំណាចនៅពីក្រោយខ្នងនៅក្នុងខ្សែអត្ថសម្លេងមួយកាលពីថ្ងៃទី18ខែសីហាថ្មីនេះលោកលេងនវត្រាបានចាត់ទុកការចោទប្រកាន់ទាំងនេះថាជាការបំភ្លើសនិងជាការបំផ្លាញកិត្តិយសរបស់លោកនិងក្រុមគ្រួសារលោកថែមទាំងនិយាយនៅក្នុងន័យគំរាមប្រើប្រាស់ផ្លូវច្បាប់ប្រឆាំងនឹងអ្នកទាំងឡាយណាដែលហ៊ានលើកឡើងអំពីបញ្ហាទាំងនេះនៅពេលខាងមុខទៀតផងខ្ញុំសូមបដិសេធ3ចំណុចនិងមិនបន្តឲ្យបងប្អូនចោទប្រកាន់ទៀតឡើយ1ចោទប្រកាន់ថាខ្ញុំកាប់ឈើលក់ប្រសិនបើស៊ើបអង្កេតសិក្សាឃើញថាខ្ញុំលក់ឈើ1មីលីម៉ែត្រខ្ញុំសុខចិត្តដើរចូលគុក2ចោទប្រកាន់ថាខ្ញុំលាងលុយកខ្វក់ជាការចោទប្រកាន់ស្មើនឹងបទឧក្រិដ្ឋអន្តរជាតិដ៏អាក្រក់3ចោទប្រកាន់មានអ្នកនៅពីក្រោយចាប់ពីពេលនេះតទៅបងប្អូនដែលចោទប្រកាន់ដោយគ្មានមូលហេតុដោយគ្មានភស្តុតាងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនធ្ងន់ធ្ងរនោះក្រុមហ៊ុនមិនអាចនៅស្ងៀមឡើយក៏ប៉ុន្តែទន្ទឹមនឹងការប្រកាសបដិសេធនេះលោកលេងនវត្រាមិនបានផ្ដល់នូវភស្តុតាងរឹងមាំណាមួយដើម្បីបញ្ជាក់ពីភាពស្អាតស្អំនៃប្រភពលុយនិងភាពជាម្ចាស់កម្មសិទ្ធិលើមុខចំនួនទាំងឡាយរបស់លោកនោះឡើយ